千古风流人。ខ្ញុំក៏ចឹងដែរមិនឡើយដូចជាមានជំនាញចំតែខ្ញុំគិតវាច្បាស់ដល់ពេលសោះមកជាយ៉ាងមិនបានជាចាំតាមមើលទៀតដល់ខ្ញុំខ្ញុំទីដឹកលើក្នុងនេះនៅក្នុងសេចក្តីប្រកាសនេះដូចជាគ្មានឈ្មោះរបស់ចិនហ្វុងទេសុំទោសលោកជួរទី10ហើយបានជាគ្មានឈ្មោះគ្រួសារចិនហ្វុងជំពាក់ពុតប្រចាំឆ្នាំត្រូវតែលោកឈ្មោះបងចិនហ្វុងគុណចឹងមែនណាចាស់និយាយថាមុនពេលពុកម៉ែខ្ញុំឈឺស្លាប់ជំពាក់ពុនរាជការច្រើនណាស់ក្រោយពីពុកម៉ែស្លាប់ទៅស្រែចម្ការគឺលោកអ៊ំទទួលយកទៅបាត់លោកអ៊ំចិញ្ចឹមបីបាច់ខ្ញុំរយៈពេលជាង10ឆ្នាំទៅហើយរាជការមិនដេញដោល10ពុនតើខ្ញុំធ្វើយ៉ាងណាទៅហេឥឡូវចេះពួកយើងទាំងអស់គ្នារកមធ្យោបាយមើលតើអាចជួយដល់គាត់បានទេហើយបានជាអញ្ចឹងបាននេះថាមួយជីវិតរបស់ឯងនេះគ្មានសង្ឃឹមទេដូចជាប្រទេសប្រាស់ពេកហើយរបស់ចិនហ្វុងមិនបានធ្វើជាមន្ត្រីឲ្យចោះមើលបងស៊ឺចំមិនតាន់បានធ្វើជាមន្ត្រីត្រូវគេចាក់ដាក់គុកពីដល់ទៅហើយបើសិនជាបានធ្វើជាមន្ត្រីមិនដឹងថាមានគ្រោះថ្នាក់យ៉ាងណាទេគ្រួសារក្រីក្រលំបាកគ្រប់យ៉ាងប្រឡងជាប់ដូចជាការយល់សោះរបស់ចិនហ្វុងប្រជាជនសូមអនុញ្ញាតឲ្យពួកខ្ញុំកណាលនិយាយជាមួយរបស់ចិនហ្វុងជាលើកចុងក្រោយផងបានទេលបងស៊ូស៊ឺទីនេះមានឈ្មោះឆានលាវគ្មានឈ្មោះចិនហ្វុងទេឆៅលៀនបើមិនពិចារណាគឺមិនយល់ការប្រឡងគឺប្រៀបដូចជាការយល់សោះការប្រលួអាចារ្យអូចេះតែនិយាយតាមការនឹកឃើញរបស់គាត់លបងកុំទុកជាការពិតអីនិយាយតែបដាកំពូលសិស្សដូចជាឯងមិនយល់កំពូលអាចារ្យទី1ក្នុងលោកប្រជាជនសូមកុំឲ្យរបស់ចិនហ្វុងបោះអីដែលមិនលុតគឺមិនអាចយកមកប្រើការបានគោះជួងដើម្បីឲ្យអ្នកឆាប់ដឹកខ្លួនស្រវាចាប់ផ្កាក្នុងទឹកយ៉ាងឥតប្រយោជន៍ព្រះរាជបញ្ជាមកដល់ស៊ូស៊ឺទទួលព្រះរាជបញ្ជាសាប្រឡងថ្មីស៊ូស៊ឺជាអ្នកយល់ដឹងគួរឲ្យយើងពេញចិត្តពេលនេះទៅទទួលតំណែងជាមន្ត្រីប្រចាំសំណាក់ហានលីងនេះជាព្រះរាជបញ្ជាសូមអរគុណប្រសាណាពុកព្រះមហាក្សត្របានប្រទានបងប្រុសជាមន្ត្រីសំណាក់ហានលីងទៅហើយនេះគឺជាការប្រសាណាបើសិនជាម៉ែដឹងប្រកាសជាសប្បាយចិត្តពុកមានរឿងអីហ្នឹងស៊ូឈើអបបាច់មេងហ្វូអានឲ្យដំណឹងថាម្ដាយពួកឯងអ្នកមកយ៉ាងម៉េចទទួលមរណភាពហើយលោកម្ចាស់ម្ដាយរបស់ស៊ូស៊ឺស្លាប់បាត់ទៅហើយបើតាមច្បាប់កំណត់ស៊ូស៊ឺត្រូវតែត្រឡប់ទៅវិញដើម្បីកាន់ទុក3ឆ្នាំលោកម្ចាស់3ឆ្នាំក្រោយព្រះអង្គប្រហែលជាភ្លេចហើយថាស៊ូស៊ឺជានរណា
គេថាអាយុជីវិតនឹងទេពកសលមិននៅផ្ទឹមខដៀតទេលើកនេះពួកយើងរាប់អានគ្នាជាបងប្អូនសាប្រុសជាមួយគ្នាទៅហើយសូមឲ្យអ្នកទាំងអស់គ្នាមានអនាគតល្អបងស៊ឺពេលនេះពួកយើងមិនទាន់បានទទួលដំណឹងជាអ្វីបើមានដំណឹងហើយពួកយើងប្រកាសជាឲ្យដំណឹងបងសូមជូនពរអ្នកទាំងអស់គ្នាបានសុខអរគុណស៊ូស៊ូឈើលោកស៊ូលោកគ្រូហេបាត់ហើយឆាប់ក្រោកឡើងបោសូមអរគុណអ្នកទាំងពីរបើជួយដំណើរលោកស៊ូអ្នកស្រីបានជាទទួលមរណភាពពួកយើងមានការសោកស្ដាយខ្លាំងណាស់តែទោះជាយ៉ាងណាសូមលោកកាត់ចិត្តផងហើយអប់រំកូនទាំងពីរថ្ងៃក្រោយបម្រើជាតិតទៅទៀតអរគុណរយៈពេល3ឆ្នាំសភាពនៅក្នុងរាជការគ្មានអ្នកណាដឹងយើងបារម្ភការតែងតាំងតំណែងទៅស៊ូស៊ឺហើយនឹងស៊ូឆឹកមានការប្រែប្រួលតាមលទ្ធភាពស្រេចលើវាសនាស៊ូស៊ឺច្បាប់កំណត់ថាយើងត្រូវតែបំពេញតួនាទីជាកូនបំពេញតួនាទីកតញ្ញូតាធម៌ត្រូវខិតខំរៀនសូត្រនេះហើយជាអ្វីដែលយើងត្រូវតែធ្វើខ្ញុំចង់ចាំជានិច្ចនៅក្នុងកំឡុងពេលកាន់ទុក្ខមួយស្ថានភាពរបស់ប្រជារាស្ត្រផងបាទព្រះរាជបញ្ជាមកដល់ស៊ូស៊ឺស៊ូឆើទទួលបញ្ជាយល់តាមម្ដាយរបស់អ្នកទាំងពីរទទួលមរណភាពអនុញ្ញាតឲ្យត្រឡប់ទៅស៊ីស៊ូដើម្បីកាន់ទុក្ខម្ដាយអ្នកទាំងពីរមានគុណធំធេងអប់រំកូនបានល្អលហើយត្រូវតែងតាំងគាត់ជាកម្ពូលអ្នកស្រីចាំព្រះបញ្ជាសូមថ្វាយព្រះពរព្រះអង្គមានព្រះជន្មយឺតយូរគ្រិស្តសករាជឆ្នាំ1057ថ្ងៃទី8ខែ4ម្ដាយរបស់ស៊ូស៊ឺទទួលមរណភាពស៊ូស៊ឺហើយនឹងស៊ូឆើវិលត្រឡប់ទៅវិញដើម្បីកាន់ទុក្ខរយៈពេល27ខែបងប្រុសបងស្រីអ្នកម៉ែអ្នកម៉ែអ្នកម៉ែកូនអកតញ្ញូណាស់កូនពិតជាអកតញ្ញូណាស់អ្នកម៉ែអូនសម្លាញ់អូនសម្លាញ់លោកម្ចាស់អូនសម្លាញ់សូមពុកទៅបារម្ភទៅលោកស៊ូអូនសម្លាញ់សូមលោកកាត់ចិត្តទៅណាប្តីមិនអាចថ្វាយបង្គំប្រពន្ធយ៉ាងនេះបានទេប្រពន្ធយើងមានគុណធំធេងចំពោះយើងថ្វាយបង្គំអ្នកមានគុណគ្មានច្បាប់ណាហាមឃាត់យើងបានទេអូនសម្លាញ់តាំងពីអូនចូលមកគ្រួសារស៊ូមកតស៊ូទាំងយប់ទាំងថ្ងៃជួយទាំងប្តីអប់រំទាំងកូនបើគ្មានអូនក៏គ្មានយើងស៊ូស៊ីដែរបើគ្មានអូនស៊ូស៊ឺនិងស៊ូឆើក៏មិនអាចប្រឡងជាប់បានដែរយើងទាំងពីរសន្យានឹងគ្នាថារស់នៅរហូតដល់ចាស់សក់ស្កូវហេតុអីបានជាអូនស្លាប់ចោលបងយ៉ាងនេះអូនមិននឹកដល់បងទេហេតុអីបានជាមិនអាណិតដល់កូនអ្នកទាំងអស់គ្នាផងរឿងថ្ងៃក្រោយតើឲ្យយើងស៊ូស៊ីទៅសួរបញ្ជាក់ពីដដាទៅអូនសម្លាញ់ជាអ្នកមានគុណធំធេងរបស់បងប៉ាន់ជាអ្នកណាតាមដែលគេនិយាយនៅពេលដែលគេកំពុងតែជំរុញប្រវិធីគ្រប់គ្រងរាជការថ្មីគាត់ជាជីដូនជីតារបស់លោកផាន់ចុងសម័យកាលហានសង្គ្រាមក៏ច្រើនមនុស្សក៏ត្រូវបាត់បង់ជីវិតច្រើនប៉ាន់ពេលនោះជាមន្ត្រីជាន់ខ្ពស់នៅពេលដែលត្រូវគេចាប់ខ្លួនត្រូវបែកពីម្ដាយរបស់គាត់និយាយថាអ្នកម៉ែកូនស្លាប់គឺដើម្បីសច្ចធម៌ពិតជាមានន័យណាស់តែគ្រាន់តែបារម្ភដល់ពេលដែលអ្នកម្ដាយក្រោយពេលដែលកូនស្លាប់ទៅ
សុំម៉ែក៏មានការបារម្ភក៏មានការឈឺចាប់ច្រើនពេកបើសិនជាយំវានាំតែធ្វើខូចខ្លួនប្រាណទេហើយព្រលឹងរបស់កូនក៏ស្លាប់បិទភ្នែកមិនចិត្តដែរម្ដាយគាត់និយាយប្រាប់គាត់យ៉ាងច្បាស់ថាកូនស្លាប់ដើម្បីសច្ចធម៌អញ្ចឹងកូនមានឋានៈមានកិត្តិយសគឺមានឈ្មោះដូចជាលីយ៉ុងទូមីបើសិនជាចង់ល្បីឈ្មោះមានកិត្តិយសល្អហើយមិនស្លាប់នោះគឺជារឿងមិនបានការនោះទេរឿងមិនឈឺចាប់ជារឿងមិនពិតប៉ុន្តែម៉ែមានការត្រេកអរព្រោះថាកូនក្នុងនាមឯងជាកូនប្រុសត្រូវតែចេះគិតគូរប្រទេសជាតិចេះគិតគូរដល់ប្រជារាស្ត្រមានអ្វីសំខាន់ជាងនេះទៀតនោះកូនធំឡើងចង់ធ្វើជាហ្វាំងប៉ានតើបានទេកូនតាំងចិត្តជាហ្វាំងប៉ានម៉ែមានរឿងអីមិនអាចធ្វើជាម្ដាយហ្វាំងប៉ានបាននោះអ្នកម៉ែកូននឹងប្រាំងប្រែងបងប្រុសក៏អញ្ចឹងដែរកូនសម្លាញ់ណាម៉ែសូមវិញ្ញាណក្ខន្ធម៉ែស្ងប់ចុះសុំទៅឲ្យបានសុខចុះបានហើយទៅចុះពុកកូននេះសិនហើយបាក់នេះកូនបារៀបការជាមួយគ្រូសាឈិតកូនត្រូវតែត្រឡប់ទៅគ្រូសាឈិតវិញពុកសូមឲ្យបងស្រីនៅពី3ថ្ងៃទៀតទៅមែនហើយលោកម្ចាស់ឲ្យអ្នកនាងនៅពី3ថ្ងៃទៀតទៅគ្រូសាឈិតខុសយ៉ាងណាវាជាឬគ្រូសារបស់ទីដែរពួកយើងធ្វើយ៉ាងណាឲ្យបានត្រឹមត្រូវនាងឆាប់ត្រឡប់ទៅវិញទៅពុកលោកពុកមិនដឹងថាថ្ងៃក្រោយបានជួបពុកនិងប្អូនទាំងពីរឬអត់ទេតែសូមអ្នកទាំងអស់គ្នាបានសុខខ្ញុំលាសិនហើយ3 ខែបានកន្លងផុតទៅមន្ត្រីមូលដ្ឋានក៏មកគោរពវិញ្ញាណក្ខន្ធយើងត្រូវតែអរគុណដល់ពួកគេឯងជួយចាត់ការរឿងនេះចុះឡំខ្ញុំបានកត់ឈ្មោះទុកហើយមានមន្ត្រីនៅមីជើជឺជើព្រមទាំងមន្ត្រីផ្សេងៗទៀតធ្វើតាមច្បាប់ទម្លាប់របស់លោកចុះបានឡំស៊ូឈើបានពុកពីថ្ងៃនេះតទៅពួកឯងទាំងពីរត្រូវផ្អាកទទួលភ្ញៀវទៅនៅក្នុងសំណាក់ណានឈៀនក្រៅពីថ្វាយបង្គំផ្លាកវិញ្ញាណក្ខន្ធម្ដាយរបស់ពួកឯងអាចមើលសភៅរបស់ចៅអ៊ីនឹងខុងជឺបានស្អែកពុកទៅឆ្កាយព្រោះមានការរវល់រួចហើយទៅឆាងអានទៅសួរសុខទុក្ខលោកម្ចាស់ចាវ៉ាក់ភីគ្រួសារនេះប្រគល់ឲ្យពួកឯងហើយសុំពុកកុំអារម្មណ៍អីសុំពុកតែបានសុខលោកអ៊ំអ្នកប្រុសទៅពីមានការអីលោកអ៊ំក្នុងផ្ទះមានអីហូបទេគ្រួទូរភឹកយ៉ាងនេះតើមានស្បៀងបោកពីណាបើអ្នកម្នាក់ទៅសុំទៀនអត់ទៅហើយពួកគេទៅសុកផ្សេងអាចដោះស្រាយបញ្ហាស្បៀងបានទេលែងគិតលែងគូហើយអូយឆាប់ឡើងទៅពួកយើងតើច្រកហើយដោះស្រាយមួយថ្ងៃទៅបងប្រុសពួកយើងទៅមើលនេះគឺឡំហេតុអីបានជាមិនឲ្យមនុស្សវ័យក្មេងទៅដាំទឹកទៅ
អ្នកប្រក្នុងផ្ទះអ្នកដែលអាចរត់បានគេរត់អស់ទៅហើយនៅសល់តែអ្នកដែលដើរមិនរួចឥឡូវនេះម្នាក់ក៏ចង់អត់បាយស្លាប់នៅក្នុងផ្ទះទៅហើយដែរ ពួកយើងទៅផ្ទះវិញបើសិនជាមួយគ្រួសារឬពីរគ្រួសារទៅសុំទានអ្នកដទៃប្រហែលជាដាក់ទានបានប៉ុន្តែមនុស្សទៅច្រើនយ៉ាងនេះអ្នកណាគេមានលទ្ធភាពទៅប៉ុន្តែហើយបើសិនជាយ៉ាងនេះតទៅទៀតរហូតដល់ពេលចុងឆ្នាំប្រហែលជាមិនអាចប្រមូលផលបានទេបងប្រុសយើងគួរតែយករឿងនេះជម្រាបដល់រាជការឲ្យរាជការជួយឧបត្ថម្ភរាជការនៅឆ្ងាយណាស់ធ្វើយ៉ាងម៉េចអាចជួយបានទៅម្យ៉ាងទៀតជឿចៅនឹងមិនចៅបានផ្ញើសារទៅហើយបងប្រុសឥឡូវនេះដោះស្រាយយ៉ាងណាប៉ុន្មានថ្ងៃនេះបងក៏បានគិតពីរឿងនេះដែរពួកយើងនៅសល់ស្បៀងខ្លះចាជូនបងប្អូនចិត្តខាងដោះស្រាយមួយរយៈពេលសិនទៅសុសារឿងនេះសំខាន់ណាស់ឲ្យដំណឹងទៅលោកម្ចាស់សិនទៅគុំគិតវែងឆ្ងាយពេកបើសិនជាពុកបន្ទោសនោះទោះឲ្យខ្ញុំទទួលខុសត្រូវបានហើយតើពួកឯងយល់យ៉ាងម៉េចដែររឿងនេះស្រេចលើបងប្រុសចុះប្រសាណាឥឡូវនេះបងធ្វើការសម្រេចចិត្តជំនួសពុកចុះទៅប្រាប់បងប្អូនចិត្តខាងទៅថ្ងៃស្អែកពួកយើងនឹងចែកស្បៀងណែធ្វើយ៉ាងនេះមិនកើតទេមិនអាចធ្វើអញ្ចឹងបានទេណែមីងតើហេតុអីទៅសុសាស្បៀងទាំងនេះយកមកធ្វើអីយើងដឹងច្បាស់ណាស់គឺអ្នកស្រីខំតស៊ូសន្សំទុកព្រោះតែបងប្អូនអ្នកទាំងពីរទៅពៀនជីងដើម្បីទិញផ្ទះទិញសម្បែងបើសិនជាឲ្យទៅគេបានស្អីយកមកទិញផ្ទះយើងក៏មិនអាចនៅក្នុងវិហាររហូតបានដែរណាយើងធ្វើអញ្ចឹងមិនកើតទេឆ្នាំក្រោយគង់តែមានគេយកមកសងទេសុសាឯងពិតជាងងខ្លាំងណាស់ពាក្យចាស់ថាខ្ចីប្រាក់ឲ្យទៅគេគឺស្រេចលើគេទេឥឡូវនេះទាពុនធ្ងន់ធ្ងរណាស់ពេលដែលមានគ្រោះធម្មជាតិកាត់ឡើងមានបន្លែហូបចុកវាគ្រប់គ្រាន់ណាស់ទៅហើយតើមានស្បៀងឯណាមកសងអំណុលគេទៀតនោះឬមួយថាពួកយើងសុកចិត្តបាក់ភ្នែកមើលឃើញអ្នកចិត្តខាងរត់ទៅហើយដាច់ពោះស្លាប់មែនទេណែមីងខ្ញុំយល់ថាទោះជាអ្នកម៉ែនៅក៏គាត់យល់ព្រមឲ្យពួកយើងធ្វើអញ្ចឹងដែរសោះឬមិនសោះពួកយើងកុំគិតច្រើនពេកចាគូបាត់ប្រកាសទៅថ្ងៃស្អែកពួកយើងឲ្យគេខ្ចីស្បៀងមួយគ្រួសារមួយទៅដល់បងស៊ឺធ្វើអញ្ចឹងមិនកើតទេហ៎ចាគូគុំស្មានថាបងប្អូនទាំងអស់គ្នានេះកន្លងមកគ្មានបញ្ហាអីបើសិនជាពួកគេតច្រកពួកគេប្រកាសជាលែងគិតពីកិត្តិយសទៅឆក់ប្រាំងគ្រប់ទីកន្លែងកាលពីមុនប្រជារាស្ត្របង្ករឿងប្រុសតែអ្វីនោះមិនមែនដោយសារតែស្បៀងអាហារទេពិតមែនថាពេលនេះខ្ញុំកាន់ទុកប៉ុន្តែខ្ញុំក៏ជាមន្ត្រីដែរខ្ញុំមិនត្រូវបណ្ដោយមានរឿងបែបនេះកើតឡើងទេអញ្ចឹងក៏បានខ្ញុំទៅឥឡូវនេះអរគុណហើយណានៅពេលដែលប្រមូលផលបានពួកយើងប្រកាសជាយកមកសងវិញហើយពួកយើងឲ្យលុះនេះទៀតផងអរគុណឯនោះចុះពួកគេម្នាក់ពិតជាស្អាតចិត្តនេះដោះស្រាយបញ្ហាបានសិនជាពួកយើងហូបហាមអញ្ចឹងក៏នេះពួកយើងប្រកាសជាដោះស្រាយបានរយៈពេលដល់មកសុំជួយចុងអរគុណសុឆាស្បៀងថ្ងៃនេះពួកយើងចាត់ចែងអស់ហើយប៉ុន្តែដូចជាមិនគ្រប់គ្រាន់ទេដោះស្រាយបានតែបញ្ហាចំពោះមុខមួយរយៈពេលឯនិយាយទៅមើលបើសិនជាយើងជាច្បាយស្រុកម៉ៃជើគ្រោះទូរភ័ក្រលើកនេះពួកយើងគួរតែដោះស្រាយជូនប្រជារាស្ត្រឬមួយយ៉ាងណាបងប្រុសជាមន្ត្រីថ្នាក់ទី3ឥឡូវនេះឲ្យជាមន្ត្រីស្រុកពិតជាគួរឲ្យស្ដាយណាស់សុឆាមិនមែនថាបងចេះតែនិយាយទេទោះជាមន្ត្រីប្រចាំសំណាក់ហានជើមិនដល់មិនជើក៏ដោយចំពោះគ្រោះទូរភ័ក្របែបនេះពួកគេដោះស្រាយមិនចេញហើយក៏គ្មានវិធីដោះស្រាយដែរប៉ុន្តែបងប្រុសកុំអារម្មណ៍ពេកពេលដែលកាន់ទុកចាប់ពេលកំណត់បងប្រុសត្រឡប់ទៅវិញព្រោះថាម៉ៃជើជាស្រុកតូចតាចថ្ងៃក្រោយបងធ្វើកិច្ចការធំដុំជាងនេះទៅទៀតសុឆាឯងកុំភ្លេចណាទឹកដីទាំងមូលគឺកាត់ចេញពីម៉ៃជើជាច្រើនផ្ដុំចូលគ្នាប្រជារាស្ត្រភៀសខ្លួនយ៉ាងច្រើននោះគឺដោយសារតែគ្រោះធម្មជាតិប៉ុន្តែមន្ត្រីមូលដ្ឋានគ្មានលទ្ធភាពដោះស្រាយគឺជាកំហុសរបស់ខ្លួនសម្រាប់ម៉ៃជើទាំងមូលគឺប្រជារាស្ត្រដោះស្រាយបញ្ហាដោយខ្លួនឯងគួរស្ដាយណាស់មន្ត្រីជាន់ខ្ពស់មួយចំនួនមិនបានមើលឃើញទស្សនវិជ្ជាបែបនេះអ្វីដែលបងនិយាយពិតជាសមហេតុសមផលណាស់អ្នកបងឃើញទេគ្រាន់តែបាយទឹកធម្មតាក៏មិនដាច់ចិត្តហូបយ៉ាងនេះទៅហើយធ្វើការទាំងថ្ងៃទាំងយប់ហូបតិចយ៉ាងនេះតើយើងគិតយ៉ាងម៉េចទៅពួកគាត់ទាំងពីរដឹងថាគ្រួសារយើងមានការខ្វះខាតហេតុនេះហើយបានចាត់ទុកបាយមកឲ្យពួកយើងខ្ញុំមិនដឹងថាពន្យល់ពួកគាត់យ៉ាងណាទេខ្ញុំមានការបារម្ភណាស់ពួកយើងចេះតែភ័យបារម្ភក៏មិនកើតដែរអ្នកបងសូមអ្នកបងពន្យល់ដល់ពួកគាត់ទៅខ្ញុំហ៎ពេលនេះជាពេលកាន់ទុកបងស្រីឯងទៅចាស់ឯងពូកែនិយាយជាងបង
អ្នកបងជាបងថ្លៃរបស់ខ្ញុំអ្នកបងទៅតែពួកគាត់ស្ដាប់នាងជាងបងណាតែអ្នកបងទៅចាស់បង អូនសម្លាញ់តើអូនមានការអីមែនទេហូបចែកណែអ្នកបងចង់និយាយថាមកហូបទាំងអស់នេះពួកបងពេញចិត្តទេរសជាតិគ្រាន់បើសូមពិសាបានច្រើនតិចទៅកុំឲ្យអ្នកបងខកចិត្តអីសោះណាពួកយើងហូបឆ្អែតហើយពួកយើងពិតជាហូបឆ្អែតហើយស៊ូស៊ឺគ្រាន់បើមែនចាត់ការរឿងនេះបានល្អមែនចៅវាយស្រុកបីចៅអ៊ូថងសិនជាអ្នកសរសេរសារនេះហើយយ៉ាព្រះអង្គជ្រើសរើសមនុស្សពិតជាមិនខុសមែនស៊ូស៊ឺសំជាមនុស្សដែលមានទេពកោសល្យល្អចំណែកលោកឈប់មានទស្សនៈខុសឆ្គងចំពោះស៊ូស៊ឺហើយបែបនេះព្រះអង្គមានព្រះបញ្ញាញាណកាលពីមុនទូបង្គំពិតជាមានទស្សនៈមិនគប្បីចំពោះស៊ូស៊ឺមែនទូបង្គំតែងតែយល់ថាគេគ្រាន់តែជាមន្ត្រីវ័យក្មេងបានត្រឹមតែទទួលឋានៈជាមន្ត្រីថ្មីមិនអាចធ្វើកិច្ចការសំខាន់នៅក្នុងរាជការបានទេក្រៅមន្ត្រីចាស់ជាច្រើនក៏មានគំនិតដូចជាលោកបែបនេះដែរបែបនេះក្រាបទូលមន្ត្រីភាគច្រើនក៏តែងតែយល់ថាស៊ូស៊ឺគឺជាសិស្សថ្មីប្រៀបដូចជាដើមព្រេងដែលដុះថ្មីយ៉ាងចឹងមើលឆ្ងាយតែធ្វើមិនបានឆ្ងាយដោះស្រាយកិច្ចការរាជការមិនបានដូច្នេះហើយគួរតែមានការលុតដំឲ្យបានច្រើនស៊ូស៊ឺត្រឡប់ទៅស្រុកយូរណាស់ហើយក្រាបទូលព្រះអង្គប្រហែលជាជាង1ឆ្នាំទៅហើយពេលវេលាកន្លងផុតទៅលឿនណាស់មួយប្រព្រឹត្តភ្នែកគឺ1ឆ្នាំទៅហើយយើងធ្វើដំណើរលើកនេះពិតជាមានការយល់ដឹងច្រើនណាស់ជាពិសេសនៅជាមួយលោកម្ចាស់ចៅវ៉ាភិកគាត់ខិតខំប្រឹកប្រែងតស៊ូធ្វើឲ្យយើងសប្បាយចិត្តខ្លាំងណាស់ពងខ្ញុំមិនតាមមានការយល់ព្រមពីពុកក៏យកស្បៀងចាយជូនអបជារាទៅហើយយើងដឹងហើយឯងធ្វើយ៉ាងនេះត្រឹមត្រូវទោះជាម្ដាយឯងនៅរស់ក៏គាត់ធ្វើយ៉ាងនេះដែរឡំលោកច្បាយស្រុកអ៊ូថងសិនមកដល់ហើយឆាប់ជឿបាទហើយយ៉ាលោកម្ចាស់អ៊ូសូមគោរពលោកម្ចាស់សូមគោរពលោកម្ចាស់អ៊ូមិនចាំបាច់គួរសមទេអ្នកទាំងពីរគឺជាអនាគតឧបរាជនៃមហាសង្ឃយើងចំណែកយើងថ្ងៃក្រោយក៏ត្រូវពឹងលើអ្នកទាំងពីរដែរហើយលោកម្ចាស់កុំលេងសើចមកសូមជើញគួយអរគុណសូមជើញរាជការទើបតែផ្ញើសារមួយច្បាប់មកហើយនេះគឺជាសម្បត្តិផ្ទាល់ដីរបស់លោកម្ចាស់ហានជីផ្ញើមកលោកស៊ូតើនេះគឺរឿងអីទៅរាជការឲ្យខ្ញុំទៅធ្វើការសម្ភាសមនុស្សមួយចំនួនល្អណាស់នេះគឺជាការល្អណាស់បើសិនជាចូលសំណាក់ពិសោធន៍ការងារថ្ងៃក្រោយប្រកាសជាកត់ត្រារាល់កិច្ចការរបស់ព្រះអង្គអ្វីត្បិតថាឋានៈនេះមិនសូវធំប៉ុន្មានក៏ប៉ុន្តែនៅក្បែរប្រកាយរបស់ព្រះអង្គដំណែងនេះច្រើនឆ្នាំមកហើយអ្នកណាក៏គេចង់បានដែរចំណែកខ្ញុំសូមអបអរសាទរលោកទុកជាបុណ្យទៅចុះណាមិនកើតទេរឿងអីថាមិនកើតខ្ញុំស៊ូស៊ីងអាយុជាង50ឆ្នាំទៅហើយអាចទុកថាមានគេឈ្មោះបន្តិចបន្តួចទៅចុះឲ្យយើងចូលធ្វើការងារជាមិនផុតឲ្យយើងទៅប្រឡងមុនរាជការតែនិយាយថាត្រូវការមនុស្សដែលមានលទ្ធភាពប៉ុន្តែបែរជាមានបញ្ហាស្មុគស្មាញជាច្រើននៅពីមុខយើងរាជការចង់ខ្មាស់គេតែខ្ញុំមិនចង់ខ្មាស់គេទេលោកស៊ូពិតជានិយាយត្រូវក៏ប៉ុន្តែមានរឿងមួយទៀតបើរាជការតែងតាំងស៊ូស៊ឺជាមន្ត្រីប្រចាំហាត់លីងរឿងអីឪពុកគេនៅថ្នាក់ក្រោមកូនទៅទៀតខ្ញុំភ្លេចពីរឿងនេះបាត់ទៅហើយគឺដោយសារតែខ្ញុំរំខានឪពុកទេដឹងទេស៊ូស៊ឺរឿងនេះគ្មានអីតាក់ទងនឹងឯងទេពុកឃើញបងប្អូនឯងទាំងពីរមានទេពកោសល្យល្អម្ល៉េះហើយពុកក៏ឈប់មានបំណងជួបបម្រើការងារលោកម្ចាស់ខ្ញុំគិតថាឲ្យបងប្អូនគេទាំងពីរនាក់ទៅបម្រើរាជការទៅចុះចំណែកខ្ញុំក៏គ្មានអីគួរឲ្យស្ដាយដែរលោកស៊ូពិតជាប្រកែកមែនអញ្ចឹងហើយបានជាអប់រំកូនប្រុសបានល្អយ៉ាងនេះអ្នកបងទឹកក្តៅខ្ញុំដាំរួចហើយបងទៅមុជចាអេអ្នកបងគិតអីហ្នឹងអ្នកបងប្រុសមែនទេនិយាយទៅផ្ដា
លោកម្ចាស់យកថ្មនេះទៅហើយលោកម្ចាស់អញ្ជើញទៅសម្រាប់ចុះណានេះទៅមុនចុះចាស៊ូឆើអូលោកពុកថ្មនេះឲ្យពុកមិនទាន់សម្រានទេពុកចង់ពិនិត្យមើលពួកឯរៀនសូត្របានយ៉ាងណាទៅហើយពុកប្រហែលជាអស់សង្ឃឹមដោយសារតែកូនហើយមែនទេបងប្រុសឲ្យខ្ញុំអានហើយអស់សង្ឃឹមឬយ៉ាងណាពិនិត្យរួចហើយគង់តែដឹងយើងស៊ូឯងទៅមើលគម្ពីរទី54របស់ចៅអ៊ីគឺអ្វីគឺគម្ពីរគួយមីគម្ពីរថាម៉េចខ្លះមានហេតុកើតឡើងមានគ្រោះថ្នាក់តែសំខាន់គឺការពីសច្ចធម៌នៅក្នុងលោកឲ្យបានបើសិនជាគ្មានសច្ចធម៌ទេអ្វីមិនអាចទៅមុខបានទេគម្ពីរគួយមីបាននិយាយពីរបៀបរស់នៅរបស់មនុស្សនិងសារជាតិរបស់មនុស្សគម្ពីរនេះសរសេរសម្រាប់អ្នកណាគេនិយាយថាសរសេរដើម្បីខំជឿបានន័យថាម៉េចមិនដឹងទេពុកប្រាប់ឯងក៏បានដែរគម្ពីរគួយមីគឺនិយាយពីរបៀបរស់នៅខំជឿក៏បាននិយាយដែរមនុស្សយើងរស់ក្នុងលោកបើសិនជាគ្មានសច្ចធម៌គឺរស់គ្មានន័យឬគួយបីគឺនិយាយពីបញ្ជូនប្អូនស្រីគាត់ទៅកាន់គ្រួសារប្អូនស្រីគឺនិយាយពីច្បាប់រស់នៅក្នុងគ្រួសារនីមួយបើថាកាន់ទុកបែកគ្នាប្តីប្រពន្ធ3ឆ្នាំវាហាក់ដូចជាមិនសមហេតុសមផលហើយក៏មិនមែនជាព្រះតម្រេះរបស់ព្រះជាអង្គណាដែរប៉ុន្តែពុកការកាន់ទុក3ឆ្នាំក៏ជាច្បាប់ទម្លាប់របស់ខុងជឺកំណត់មកដែរលោកងងណាស់ខុងជឺមានដែរនិយាយពាក្យនេះឯណារឿងរបស់ទីងអ៊ីវនេះគឺចេញពីប្រវត្តិព្រះរាជាជីងគេក៏ហៅថាទីងជៀននៅក្នុងរឿងនេះចង់និយាយថាពុកម៉ែទៅមនុស្សប្រុសគឺស្ថិតនៅក្នុងសភាពស្មុគស្មាញលំបាកពេលនោះប្រជាជាតិជីងលីវអ៊ីទៅកាន់សមរភូមិដោយពាក់អាវកាន់ទុកហើយក៏មិនមានការតបអាហារប្តីប្រពន្ធក៏មិនដាច់បែកគ្នាគឺមកពីយើងចំនួនក្រោយលោកងយល់ច្រឡំអត្តន័យពិតរបស់មនុស្សចំនួនដើមបានជាធ្វើបាបមនុស្សលោកយ៉ាងនេះការយល់ឃើញរបស់ពុកខ្ញុំទើបតែបានលើកជាលើកទី1ទេពុកបានន័យថាអកតញ្ញូមានរឿង3បើគ្មានកូនជារឿងធំពាក្យបុរាណចាស់គឺសមហេតុសមផលណាស់កាលម្ដាយឯងទាំងពីរនៅរស់គាត់តែងតែចង់បានពរចៅប៉ុន្តែម្ដាយពួកឯងស្លាប់2ឆ្នាំទៅហើយមិនទាន់មានចៅម្នាក់និយាយពីរឿងកតញ្ញូអីទៀតទៅនិយាយរឿងជួបជុំគ្រួសាររបៀបណាទៀតពុកមិនបាច់ឆ្ងល់យប់នេះពួកឯងទាំងពីរទៅដេកនៅក្នុងបន្ទប់រៀងៗខ្លួនបើអ្នកណាថាអីនោះពុកជាអ្នកទទួលខុសត្រូវពុកលោកពុកស៊ឺអ៊ីងអ្នកមីងហេអ្នកមីងចង់ធ្វើអីនឹងអ្នកមីងទៅដេកនៅបន្ទប់ខ្លួនឯងទៅគឺអ្នកបងមិនចង់ខ្ញុំដេកជាមួយមែនទេខ្ញុំនៅម្នាក់ឯងខ្ញុំខ្លាចណាស់មានគេកំដរហើយអ្នកមីងអាយ៉ាចូលមកឲ្យឆាប់ឡើងអ្នកមីងខ្ញុំដេកម្នាក់ឯងខ្ញុំខ្លាចណាស់អ្នកណាឲ្យឯងដេកម្នាក់ឯងបងសំឡាញ់បងមកធ្វើអីទីនេះបងមកគឺព្រោះតែមើលអូនខ្ញុំដល់ពេលសម្រាប់ហើយបានចឹងបងទៅវិញហើយណែបងទៅណាវិញអូនសួរបងថាបងមកធ្វើអីបងមិនដឹងថាឆ្លើយយ៉ាងណាទេអញ្ចឹងបងនៅទីនេះធ្វើអីទៀតមានតែចាក់ចេញពីទីនេះល្អជាងបងមិនចេះប្រើពាក្យឲ្យបានល្អជាងនេះទេអ្នកប្រុស
អ្នកប្រុស Vivo ហើយ មានកាយនឹង អំបាញ់មិញគ្រួសារឈិនឲ្យគេមកប្រាំថា ថ្មី កាលពីថ្ងៃអ្នកនាងធំសម្រាប់ខ្លួនបាត់ទៅហើយ ថ្មី នេះគឺជាសមុទ្រដែលគេផ្ញើមកជូនគឺអ្នកនាងធំសរសេរមុនពេលស្លាប់នេះគឺបបពីខ្ញុំនាងមិនចង់ទៅវិញគឺខ្ញុំទេជាអ្នកបង្ខំឲ្យនាងទៅវិញ លោកម្ចាស់ច្រើនលើកហើយអ្នកស្រីចង់ទទួលអ្នកនាងធំមកវិញប៉ុន្តែគ្រួសារឈិនមិនព្រមរឿងនេះមិនអាចបន្ទោសលោកម្ចាស់និងអ្នកស្រីបានទេ បងស្រីពេលនៅរស់មិនអាចមកវិញបានពេលស្រាប់ទៅមិនចង់ខ្លាចជាខ្មៅគ្រួសារឈិនគឺគាត់ចង់មកចុះសពនៅក្បែរម៉ែសម្រាប់មនុស្សទៅសងជីវិតគ្រួសារឈិនបង្ខំមនុស្សឲ្យស្លាប់ឥឡូវនេះខ្ញុំទៅរកពួកគេដើម្បីឲ្យពួកគេសងជីវិត ចៅគូកុំបកករឿងទៀតនេះគឺបោកពីបោស្រីធំត្រូវបង្ខំចិត្តសម្រាប់ខ្លួនគឺព្រោះតែច្បាប់ទម្លាប់ជាអ្នកបង្ខំគាត់បើថាគ្រូសាឈិតបង្ខំតើមានផោះតាទេ អញ្ចឹងពួកយើងសុកចិត្តនៅសៀមធ្វើជាមិនដឹងមិនលឺហ៎ទោះជាពួកយើងមិនឲ្យគេសងជីវិតក៏ពួកយើងទៅយកសពបងស្រីមកបញ្ចុះនៅក្បែរម៉ែដែរ ស៊ូធ្វើយ៉ាងនេះមិនសមច្បាប់ទម្លាប់គ្រូសាឈិនគេមិនសុខចិត្តទេ ក្រែងកន្លងមកពុកមិនពេញចិត្តនឹងច្បាប់ទម្លាប់ទាំងនេះមែនទេម្យ៉ាងទៀតគ្រួសារឈិនខ្វះការគូសាមុនយើងក៏មិនចាំបាច់គោរពតាមច្បាប់ទម្លាប់ទាំងនេះដែរ ស៊ូរឿងនេះបើសិនជាលឺដល់រាជការវាអាចប៉ះពាល់ដល់បងប្អូនឯងទាំងពីរ ពុករឿងដែលមិនសមហេតុផលយ៉ាងនេះទោះជាលឺដល់រាជការក៏ខ្ញុំសុកចិត្តធ្វើឲ្យខុសច្បាប់ទម្លាប់ទាំងនេះដែររបស់ស៊ឺមិនចាំបាច់របស់ចេញមកទេទោះខ្ញុំទៅយកសារសពនៃនាងធំត្រឡប់មកវិញឆាគូស៊ុយឆើតើយើង កុំបង្ខំណាជប់សិនអាចចង់ធ្វើអីពួកឯងមកធ្វើអី មកយកសពនៃនាងស៊ូត្រឡប់ទៅវិញ ពួកឯងចង់ប្លន់មនុស្សទាំងថ្ងៃថ្មើរនេះមែនទេ មិនត្រឹមតែប្លន់ទេថែមទាំងឲ្យឯងសងជីវិតទៀត អ្នកណាហ៊ានចូលមកវាយឲ្យស្លាប់ទៅ Ôi, việc lắm ạ. Cầm chồng, để xem. Ấy, Thỏi Trinh. ấy, Thỏi Trinh. Ôi, nhưng sao mà chui cái này? Chui đi, đưa lên. Môi bị bay. Lục sủa. គ្រួសារឈិនមកប្តឹងថាអ្នកទាំងអស់គ្នាទៅបែកគ្នាឲ្យដណ្ដើមយកសាកសពលោកកាត់ទោសតាមច្បាប់ទៅចុះមិនបែបចឹងទេអ្នកណាក៏ដឹងដែរថាកូនប្រុសទាំងពីររបស់លោកជាអនាគតអបរាជអ្នកណាហ៊ានប៉ះពាល់ទៅលោកនិយាយនេះបានន័យថាគ្រួសារស៊ូធ្វើបាបគេព្រោះតែអំណាចមែនទេសូមជឿអង្គុយឲ្យកូនគ្រួសារស៊ូយើងទាំង3គឺជាអ្នករៀនសូត្រជ្រៅជ្រះបើនិយាយពីអំណាចគឺមិនធំដូចជាគ្រួសារឈិនទេអត់ទេសូមលោកចាំស្ដាប់ខ្ញុំនិយាយចប់សិនខ្ញុំយល់ថារឿងនេះមិនបាច់ធ្វើឲ្យវែងឆ្ងាយទេព្រោះបើសិនជាលឺដល់រាជការអាចធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់អ្នកប្រុសទាំងពីរអរគុណលោកម្ចាស់ជួយគិតគូរវែងឆ្ងាយយ៉ាងនេះធម្មតាទេខ្ញុំក៏បាននិយាយជាមួយនឹងគ្រួសារឈិនដែរបើសិនជារឿងនេះវែងឆ្ងាយគឺប៉ះពាល់ទាំងសងខាងចំណែកលោកម្ចាស់ឈិនមានឋានៈជាអ្វីបើសិនជាត្រូវគេចោទថាសម្លាប់គុំប្រសាខ្លួនឯងនោះក៏មិនពិរោះស្ដាប់ដែរហេតុដូច្នេះហើយខ្ញុំជាអ្នកសម្រុះសម្រួលអ្នកទាំងអស់គ្នាកុំប្តឹងគ្រួសារត្រកូលឈិនបង្ខំមនុស្សឲ្យស្លាប់អីគ្រួសារឈិនក៏មិនចង់ប្តឹងអ្នកទាំងអស់គ្នាថាយកសាកសពមកវិញដែររឿងនេះត្រូវបញ្ចប់ត្រឹមហ្នឹងកូនស្រីរបស់លោកអាចបញ្ចុះនៅក្នុងគ្រួសារត្រកូលស៊ូបានលោកយល់យ៉ាងម៉េចដែរនោះទុកថាធ្វើបាបកូនស្រីខ្ញុំទៅចុះបានបើលោកយល់ព្រមនឹងខ្ញុំយ៉ាងនេះទៅហើយខ្ញុំនឹងសរសេរសារកាត់ក្តីដើម្បីបញ្ចប់រឿងនេះតែម្ដងក៏ប៉ុន្តែយ៉ាងម៉េចឆៅគូទៅវ័យអ្នកបម្រើគ្រួសារឈិនមានរបួសមានពិការប្រហែលជាមានការវែងឆ្ងាយប៉ុន្តែគ្មានតាក់ទងដល់អ្នកប្រុសទាំងពីរទេអ្នកបម្រើគ្រួសារឈិនយើងខឹងស្ទើរតែចង់ប្រលះស្បែកពួកគេទៅហើយពួកគេមិនស្លាប់ជាសម្ដៅល្អរបស់ពួកគេទេលោកសួរឥឡូវចេះចុះ
ឲ្យឆៅគូកិច្ចខ្លួនពី3ថ្ងៃសិនទៅខ្ញុំធ្វើជាសរសេរប្រកាសតាមរករួចឲ្យបញ្ចប់រឿងនេះតែម្ដងអញ្ចឹងឆៅគូគេអាចចាក់ចេញពីទីនេះបានអ្វីក៏ត្រូវចប់ដែរប៉ុន្តែលោកស៊ូកុំឲ្យខ្ញុំមានការពិបាកឲ្យសោះណាអញ្ចឹងបានឆៅគូក៏គួរតែទៅតាមរកគ្រូរបស់គេដែរក្មួយប្រុសឆៅគូឥឡូវនេះសូមឲ្យឯងទ្រាំលំបាកបន្តិចសិនចុះឡំតែនេះជាការលំបាកស្អីទៅបើសិនជាមានការអីឲ្យខ្ញុំធ្វើចោះខ្ញុំមិនខ្លាចទេរឿងដែលខ្ញុំសោកស្ដាយនោះគឺខ្ញុំមិនបានសម្រាប់ឲ្យកូនឈិនជឿឆៃដើម្បីសងសឹកជូនបងស្រីឆៅគូឯងយល់ខុសហើយតើខ្ញុំខុសត្រង់ណាទៅទោះជាឯងទៅសម្រាប់គ្រួសារឈិនទាំងអស់ក៏បងស្រីឯងមិនអស់ចិត្តដែរណាតើឯងពិចារណាហើយឬនៅគ្រួសារឈិនអាក្រក់យ៉ាងណាក៏ដោយតើហេតុអីទៅបងស្រីធំឯងមិនអាចចាក់ចេញបានបងស្រីឯងចង់ស្លាប់ដើម្បីផុតកម្មពីបានហើយនេះគឺជាសហុយសម្រាប់ឯងជីសេះយើងទៅចុះឡំសុំនៅបានសោកកូនស្រីកូនជាមនុស្សគ្រួសារស៊ូជាតិនេះឥឡូវនេះកូននៅជាមួយម្ដាយកូនរហូតគ្មានអ្នកណាអាចដណ្ដើមកូនទៅបានគ្មានអ្នកណាអាចបំបែកពួកឯងបាននោះទេរាជការសិតតែជាមន្ត្រីចាស់រីឯមន្ត្រីថ្មីតែងតាំងដល់ឲ្យយ៉ាងសៀវយ៉ាងម៉េចទៅហើយក្រាបទូលព្រះអង្គបានបញ្ជូនទៅខាងក្រៅអស់ហើយបងប្អូនស៊ូស៊ឺយ៉ាងម៉េចទៅហើយពេលនេះកំពុងតែកាន់ទុកនៅស្រុកមេជៅខេត្តស៊ឺឈ្វាន់គ្រប់3ឆ្នាំទើបត្រឡប់មកវិញការធ្វើដំណើរទៅសាទស៊ីលើកនេះពិតជាវែងឆ្ងាយណាស់ចំណែកឯងត្រូវខំប្រឹងប្រែងផងបានជឿហើយឯងគឺជាមន្ត្រីថ្មីទី10យើងជួបដំណើរឯងការកែប្រែទម្លាប់ចាស់ទើបតែចាប់ផ្ដើមគឺត្រូវការពង្រឹងឡើងវិញប៉ុន្តែពួកឯងម្នាក់បែរជាទៅឆ្ងាយអស់តើពឹងលឺអ្នកណាជាអ្នកកែសម្រួលពឹងលឺអ្នកណាជាអ្នកពង្រឹងតើពឹងទៅលើវ៉ាងគួយខ្ញុំចាំស្ដាប់បញ្ជាពីលោកគ្រូគ្រប់ពេលហើយវិលត្រឡប់មកវិញភ្លាមលោកគ្រូទៅពីខ្ញុំលាសិនហើយសូមអញ្ជើញត្រឡប់ទៅវិញចុះជឿហើយឯងត្រូវប្រយ័ត្នខ្លួនមែនទេជឿយើងចុះពួកយើងទាំងអស់គ្នានឹងជួបគ្នាក្នុងពេលខាងមុខជាមិនខានជឿហើយសូមឲ្យបានសុខសាសសំលីសិនហើយទៅចុះលោកគ្រូទាំងពីរសូមឲ្យបានសុខលោកសុំ3ឆ្នាំកន្លងផុតទៅហើយហេតុអីបានជាបងប្អូនស៊ូស៊ឺមិនទាន់ត្រឡប់មកវិញឥឡូវពួកយើងមានក្តីសង្ឃឹមលើបងប្អូនគេទាំងពីរទោះជាយ៉ាងណាក៏ដោយគេរក្សាឋានៈជាមន្ត្រីប្រចាំសំណាក់ហានលីងមិនឡើយហើយស៊ូស៊ឺគឺជាមនុស្សដ៏សំខាន់នៅក្នុងការកែប្រែច្បាប់ទម្លាប់ចាស់ឥឡូវនេះប្រៀបដូចជាអំណាចទាំងពីរកំពុងតែប្រឆាំងគ្នាកាន់តែខ្លាំងទៅអ្វីពិភាក្សាទៅគឺគ្មានលទ្ធផលហាក់ដូចជាចង់ប្រដាប់អាវុធគ្រប់គ្នាទៅហើយជាងនេះមានអ្នកខ្លះមានការគំរាមកំហែងដល់ព្រះរាជាឥឡូវនេះពួកគេចាប់កំហុសរបស់ស៊ូស៊ឺថែមទៀតពិតជាមិនស្រួលទេមិនថាស្រួលឬក៏មិនស្រួលដាច់ខាតត្រូវតែធ្វើអនាគតមហាសង្ឃរឿងនេះមិនមែនស្រេចទៅលើមន្ត្រីសាវនាការចេះតែឋាននោះទេហើយសំណាងល្អបងប្អូនស៊ូស៊ឺចិត្តមកដល់ផែនការកែប្រែច្បាប់ទម្លាប់ចាស់ប្រហែលជាត្រូវជ្រើសរើសមនុស្សខ្លះថែមទៀត
មែនហើយតើលោកមានអ្នកណាជាជំរឿហើយមានគេនៅខៃហ្វុកឆ្នាំ1059ស៊ូស៊ឺកាន់ទុកគ្រប់ចំនួនគ្រូសាទាំងមូលឡើងលើទូកឆ្លងកាត់ទន្លេឆាងជាងឆ្ពោះទៅកំពង់ផែឈិនជៅរួចហើយទៅកាន់ពៀនជីពុកមិនដឹងថាពេលណាទៅពួកយើងត្រឡប់មកវិញទេពេលដែលយើងស្លាប់ពួកឯងត្រូវតែជូនយើងត្រឡប់មកស្រុកវិញពុកមានសុខភាពល្អយ៉ាងតិចណាស់100ឆ្នាំដែរមិនបានជាពុកនិយាយយ៉ាងនេះយើងនឹកម្ដាយពួកឯងណានេះជាសម្បត្តិមីជើខែស៊ឺឆាន់លោកម្ចាស់លីលោកមើលល្អណាស់ល្អមកដល់នេះគួរតែឲ្យអាឡានេះស្គាល់ពីស្នាដៃរបស់ពួកយើងលោកម្ចាស់ទាំងពីរយើងនឹងប្រើសិទ្ធិសម្ដេចសាវតាការធ្វើឲ្យរឿងនេះកាន់តែវែងឆ្ងាយស៊ូស៊ឺក្អេកក្អាកយ៉ាងនេះសូម្បីច្បាប់ទម្លាប់ប្រពៃណីក៏គេមិនគោរពធ្វើយ៉ាងណាអាចចូលក្នុងសម្ដេចហានលីងបានលោកម្ចាស់វ៉ាងកុំបារម្ភអីទោះស្រាប់ក៏ពួកយើងការពីច្បាប់រាជការច្បាប់ចាស់ជីដូនជីតាមិនឲ្យស៊ូស៊ឺធ្វើអ្វីតាមតែអំពើចិត្តនោះទេប្រសើរណាស់លោកម្ចាស់ទាំងពីរថ្មីនេះឲ្យយ៉ាងសៀវបានបញ្ជូនសិស្សថ្មីរបស់ពួកគេចេញទៅក្រៅអញ្ចឹងវិធីកែប្រែទម្លាប់ចាស់ក៏คล้ายទៅជាឥតប្រយោជន៍បានន័យថាលឺតែផ្គរលាត់តែគ្មានភ្លៀងធ្លាក់ឥឡូវនៅសល់ចុងក្រោយគឺជាអ្នកដែលខ្លាំងបំផុតយើងត្រូវតែបន្តចាត់ការចាប់ផោះតាគេឲ្យបានកុំឲ្យគេមកកាន់សម្ដេចហាន់លីងឲ្យសោះពេលដែលស៊ូស៊ឺត្រឡប់មកកាន់រាជធានីគឺជាថ្ងៃដែលគេទទួលទោសបណ្តេញចេញពីរាជធានីលោកម្ចាស់វ៉ានិយាយត្រូវតើពួកយើងគួរធ្វើយ៉ាងម៉េចតាមវិធីចាស់លោកម្ចាស់លីលោកម្ចាស់អ៊ូយើងត្រូវតែអំពាវនាវមន្ត្រីទាំងឡាយដោយប្រើឈ្មោះរបស់ខ្ញុំផ្ញើសារប្តឹងថាស៊ូស៊ឺនៅបៃជៅបានប្រព្រឹត្តខុសនឹងច្បាប់ទម្លាប់ប្រពៃណីនេះហើយជាហេតុផលមកពីកែប្រែច្បាប់ទម្លាប់របស់ពួកគេ问青天，不知天上宫阙，今夕是何年？我欲乘风归去，又恐琼楼玉宇，高处不胜寒，起舞弄清影，何色在人间？转朱阁，定栖湖，照无眠，不应有恨，何时长相别是缘？人有悲欢离合，月有阴晴圆缺，此事古难全，但愿人长久。